លីងឈួនអាយៀនយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះរូបរាងរបស់គាត់លើកនេះអ្នកត្រូវតែជួយគាត់ស៊ូលីងឈួនហេតុអ្វីបានជាអ្នកត្រូវភ្ញាក់នៅពេលនេះតើអ្នកមិនអាចឲ្យពួកគេយកស្បែករបស់អ្នកឲ្យអាយៀនបានទេបិទមាត់គាត់ទៅកុំឲ្យគាត់ធ្វើសំឡេងឈីងស៊ើលេងគាត់ទៅពិតជាហ៊ានណាស់អ្នកដឹងទេថានេះគឺជាបន្ទប់វេបរបស់ស៊ូលីនឈួនតើអ្នកចង់ស្លាប់ដោយចូលមកទីនេះដោយបង្ខំមែនទេចេញទៅឥឡូវនេះជួយផងថយចេញទៅលីងឈួនតើមានអ្វីកើតឡើងចំពោះអ្នកធ្វើការឲ្យគ្រួសារស៊ូមែនទេប្តីរបស់ខ្ញុំរងរបួសគាត់មិនដឹងខ្លួនទេឥឡូវនេះខ្ញុំជាអ្នកចាត់ចែងរឿងទាំងអស់នៅក្នុងក្រុមហ៊ុនខ្ញុំបញ្ជាឲ្យអ្នកចេញទៅកុំរំខានប្តីខ្ញុំពេលគាត់សម្រាកតើអ្នកឲ្យខ្ញុំទេអ្នកគ្មានសិទ្ធិនៅទីនេះទេដូច្នេះចេញទៅភ្លាមកុំបារម្ភសម្រាកចុះខ្ញុំនឹងមើលការខុសត្រូវអូអីចឹងអ្នកគឺជាក្មេងកំព្រាដែលលីនឈួនចិញ្ចឹមទុកសម្រាប់កំសាន្តមែនទេចង្រៃមែនតើអ្នកដឹងថាខ្ញុំជានរណាទេតើអ្នកហ៊ាននិយាយជាមួយខ្ញុំបែបនេះដោយរបៀបណាអ្នកហៅគាត់ថាប្តីមែនទេអីចឹងអ្នកគឺជាសឹងជីងម៉ូដែលបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍មែនទេការរស់ឡើងវិញពីក្នុងចំណោមមនុស្សស្លាប់ពិតជាអភូតហេតុណាស់ទោះបីជាលីនឈួនប្រព្រឹត្តល្អចំពោះអ្នកក៏មិនមែនមានន័យថាអ្នកអាចភ្លេចកន្លែងរបស់អ្នកដែរនៅទីនេះអ្នកគ្មានសិទ្ធិនិយាយអ្វីទាំងអស់ចេញទៅអ្នកដឹងទេថាខ្ញុំជាលោកស្រីស៊ូហើយអ្នកនៅតែហ៊ាននិយាយជាមួយខ្ញុំបែបនេះទៀតមើលទៅអ្នកហាក់ដូចជាមិនចង់រក្សាការងាររបស់អ្នកទៀតទេជីងស៊ីហៅផ្នែកធនធានមនុស្សមកយោពងឲ្យគាត់ប្រមូលរបស់ហើយចេញទៅតើយើងគួរធ្វើដូចម្តេចប្រសិនបើគាត់ហៅមែនពួកគេនឹងដឹងពីអ្វីដែលយើងបានធ្វើដោយសារអ្នកស្មោះត្រង់នឹងលីងឈួនលើកនេះខ្ញុំនឹងលើកលែងឲ្យចេញទៅឥឡូវនេះហើយកុំពន្យាពេលការព្យាបាលបាទយើងមិនអាចពន្យាពេលបានទេបងស្រីពិតជាចេះបញ្ចុះបញ្ចូលមនុស្សមែនលោកម្ចាស់វ័យក្មេងស៊ូត្រូវការយកចិត្តទុកដាក់ជាបន្ទាន់ឲ្យគ្រូពេទ្យមកតើអ្នកមិនដឹងថាពេលណាត្រូវបោះបង់ទេប្រសិនបើអ្នកបំផ្លាញផែនការរបស់យើងអ្នកនឹងត្រូវប្រឈមមុខនឹងគ្រួសារស៊ូទាំងមូល55 0001 17 000001 19 ហើយតើអ្នកជានរណាដែលហ៊ាននិយាយក្នុងនាមគ្រួសារស៊ូលីងឈួនអត់ធ្មត់បន្តិចទៀតទៅគ្រូពេទ្យមកដល់ហើយតោះទៅខ្ញុំនឹងទូទាត់បញ្ជីជាមួយអ្នកនៅពេលក្រោយឈីងស៊ើពួកគេចង់យកស្បែកពីមុខរបស់ខ្ញុំដើម្បីប្តូរឲ្យអាយៀនអ្វីទៅអាយៀនគ្រាន់តែជាអ្នកបើកបររបស់គ្រួសារស៊ូប៉ុណ្ណោះហើយអ្នកចង់បកស្បែកមុខរបស់លីនឈួនឲ្យគាត់មែនទេគ្រួសារស៊ូបានចិញ្ចឹមអ្នកមកហើយអ្នកនៅតែមើលងាយលីនឈួនបែបនេះចាប់ពីពេលនេះទៅគ្រួសារស៊ូនឹងដកហូតអ្វីគ្រប់យ៉ាងដែលពួកគេបានផ្ដល់ឲ្យអ្នកត្រឡប់ទៅមណ្ឌលកុមារកំព្រាវិញហើយបន្តធ្វើជាក្មេងកំព្រាទៅខឹកចាប់តាំងពីខ្ញុំបានជួយអ្នកមកអ្នករស់នៅក្នុងភាពស៊ីវិល័យហើយឥឡូវនេះអ្នករួមគំនិតគ្នាធ្វើបាបខ្ញុំតើអ្នកគ្មានសិទ្ធិសម្បញ្ញៈទេមែនទេអ្នកគ្រាន់តែមានសំណាងដែលបានកើតក្នុងគ្រួសារអ្នកមានហេតុអ្វីបានជាអ្នកអួតដាក់ខ្ញុំខ្លាំងម្ល៉េះគ្រាន់តែដោយសារអ្នកមានលុយត្រូវហើយកុំស្មានថាដោយសារអ្នកជួយយើងត្រូវធ្វើតាមអ្វីដែលអ្នកនិយាយសូម្បីតែក្នុងសុបិនក៏ដោយពួកយើងក៏ជាមនុស្សដែរយើងអាចគិតដោយខ្លួនឯងបានអ្នកគ្រាន់តែប្រើលុយដើម្បីមើលងាយយើងអាយៀនគឺជាអ្នកដែលប្រព្រឹត្តល្អចំពោះយើងពិតប្រាកដយើងមានភ្នែកហើយយើងដឹងពីរបៀបបែងចែកបងប្អូនស្រីតោះទៅទាំងអស់គ្នាថ្ងៃនេះយើងនឹងបកស្បែកមុខរបស់ស៊ូលីនឈួនយើងនឹងដាក់វាឲ្យអាយៀនស្លាប់ទៅអ្នកមិនដឹងថាអ្នកកំពុងលេងជាមួយនរណាទេបងស្រីបងស្រីតើយើងគួរធ្វើដូចម្តេចយើងត្រូវតែជួយសង្គ្រោះអាយៀន